បងប្អូននេះគឺជាភូមិដែលខ្ញុំរស់នៅប្រចាំថ្ងៃភូមិ Richmond ភូមិនេះសម្បូរអ្នកមានកុសលដែរផ្ទះតែខ្ញុំនៅហ្នឹងក៏មិនធូរថ្លៃប៉ុន្មានដែរណាបើសិនជាទិញកន្លះលានហើយមិនមែនជាផ្ទះអីផងណាគ្រាន់តែជាកូន apartment មួយដែលមាន2បន្ទប់មានបន្ទប់ទឹកអីមួយហ្នឹងកន្លះលានបើសិនជាចង់ទិញហើយបើសួររឿងផ្ទះនេះអីវិញមកផ្ទះហេងសូយក1លាន2លានអីណោះនេះគឺជាតំបន់ដែលមិនឆ្ងាយពីទីក្រុងហ្មងនេះបើយើងជិះរថភ្លើងពីនេះទៅទីក្រុងប្រហែលជា5 10នាទី20នាទី25នាទីហ្នឹងហើយរថភ្លើងនៅខាងក្រៅនេះខ្ញុំដើរប្រហែលជា5នាទីពីផ្ទះខ្ញុំមកដល់កន្លែងរថភ្លើងលើដីមិនមែនរថភ្លើងធំទេណាមានរថភ្លើងធំដែរដើរ10នាទីពីនេះទៅអានេះតែសភាពពេលដែលភ្លៀងហើយឥឡូវឈប់ភ្លៀងហើយតែស្ងប់ស្ងាត់មែនតើថ្ងៃអាទិត្យមនុស្សអត់សូវធ្វើការហ្មងនេះប៉ុន្តែឃើញមានឡាននៅមុខផ្ទះអញ្ចឹងប្រហែលជាគាត់អត់តន់ចេញដើរដោយសារមុននឹងភ្លៀងឬក៏មួយទៀតអាចជាគេជិះរថភ្លើងទៅដើរលេងជាមួយក្រុមគ្រួសារគេហើយនៅនេះភាគច្រើនពេលល្ងាចអាចជាគេហូបចុកផឹកស៊ីខ្លះដែរហ្នឹងប៉ុន្តែថ្ងៃអាទិត្យប្រហែលជាមិនសូវហ្មងនេះដោយសារតែថ្ងៃស្អែកថ្ងៃច័ន្ទទៅធ្វើការតែជាទូទៅថ្ងៃសុក្រថ្ងៃសៅរ៍គេអាចទៅចូលក្លឹបទៅផឹកអីឬក៏ហៅបងប្អូនមកជុំគ្នានៅផ្ទះអាំងសាច់ barbecue ហើយនឹងផឹកបៀពី3ដបអីចឹងមិនដែរតែសភាពស្អាតគួរសមទូយកបានអត់បងប្អូនខ្ញុំចូលចិត្តលក្ខណៈរស់នៅរបៀបរៀងស្ងាត់អញ្ចេះអត់សូវចូលចិត្តភាពអ៊ូអរខ្លាំងហើយខ្ញុំធ្លាប់នៅទីក្រុងដែរប៉ុន្តែអ៊ូអរខ្លាំងពេកខ្ញុំចូលចិត្តរបៀបស្ងាត់អញ្ចេះដើម្បីឲ្យខ្ញុំមានអារម្មណ៍ផ្ដោតទៅលើមួយហើយវាអត់អញ្ញែញ៉ៃខ្ញុំស្អប់ការអញ្ញែញ៉ៃមែនតើនៅនេះខ្ញុំចង់រត់លេងកីឡាក៏បានហើយនឹងគៀននេះមានក្លឹបហាត់ប្រាណខ្ញុំទៀតដល់តែប្រហែល5នាទីដល់អញ្ចឹងវាស្រួលសម្រាប់ខ្ញុំហើយខ្ញុំអ្នកបាត់ដំបងទៀតមានអ្នកអំពេញណាមិនមែនតែអ៊ូអរអីគេមិនសូវទេមិនមែនអ្នកទីក្រុងគេផងនេះផ្ទះអ្នកជិតខាងរបស់ខ្ញុំដើមឈើស្អាតបើពេល Halloween ពេល Christmas អីគេតែងផ្ទះឲ្យប៉ុណ្ណឹងនេះឃើញផ្ទះមកអញ្ចឹងណាមកជាន់ណាសួរតិចថាក្រោម1លានឯងហ្នឹងហើយខ្ទង់1លានហ្នឹងហើយ1លាន2លានបាទនេះជារបៀប apartment ជួលមក apartment 2 3ហើយ3ជាន់ហើយផ្ទះគេស្អាតដែរតាយើងមានលុយទិញតែឥឡូវមិនតាន់ទេឥឡូវ4-10ឆ្នាំអីទៀតទៅហើយនោះទីក្រុងមើលពីនេះទៅឃើញទីក្រុងហ្មងខ្ញុំ zoom ឲ្យមើលបន្តិចនេះយ៉ាងដែរជាកង់ក៏ដល់ទីក្រុងដែរ20នាទីហ្នឹង